អ្នកអាទិញផ្ទះនៅស្រុកខ្មែរមានកង្វល់ធំជាងគេតែមួយគត់តើផ្ទះដែលយើងចង់ទិញមានគុណភាពអត់បរិយា William យើងមានដំណោះស្រាយសម្រាប់កង្វល់ធំនេះគឺការត្រួតពិនិត្យលម្អិតគ្រប់ជំហានពីវិស្វករជំនាញរបស់យើងមិនគ្រាន់តែសាងសង់ផ្ទះតែប៉ុណ្ណោះទេប៉ុន្តែយើងអនុវត្តតាមប្រព័ន្ធរបស់យើងសម្រាប់ការត្រួតពិនិត្យផ្ទះនៅពេលសាងសង់គ្រប់ជំហានដោយបញ្ជីត្រួតពិនិត្យនៅក្នុងដៃរបស់ខ្ញុំនេះគឺមានច្រើនជំហានពីចាប់ផ្ដើមរហូតដល់បញ្ចប់ពីគ្រឹះរហូតដល់ដំបូលយើងមានការត្រួតពិនិត្យ inspection ពីវិស្វកររបស់យើងគ្រប់ជំហានទី1របស់យើងគឺមើលខាងគ្រឹះហើយក្រុមប្រគំមានការត្រួតពិនិត្យពីបូកគ្រឹះរហូតដល់ជើងតាំងរៀបពុំចង់ដៃពុតដៃកាក់ដៃរហូតដល់ចាក់បេតុងបើសិនជាអត់ជាប់ inspection របស់វិស្វកររបស់យើងអត់ទៅមុខទេជំហានបន្ទាប់ពាក់ព័ន្ធជាមួយនឹងការងារបេតុងដូចជាសសរទៅជាថ្នាំចាក់ប្លង់ផ្សេងគឺមានការត្រួតពិនិត្យលម្អិតច្បាស់លាស់ហើយចាំគ្រប់អាយុគ្រប់ថ្ងៃពីមុនបកពុំហ្នឹងជាចំណុចសំខាន់សម្រាប់ការងារបេតុងជំហានបន្ទាប់នៅក្នុងការត្រួតពិនិត្យផ្ទះមួយគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធទឹកនិងភ្លើងមានការងារដូចជាប្រកបខ្សែភ្លើងតទៅយោទឹកឆែកជំរាបទឹកគឺគ្រប់ជំហានទាំងអស់គឺសំខាន់ណាស់ពាក់ព័ន្ធជាមួយនឹងទឹកនិងភ្លើងហើយយើងធ្វើតាមប្លង់ MEP ប្លង់ទឹកភ្លើងពីវិស្វកររបស់យើងជំហានបន្ទាប់ក្នុងបញ្ជីត្រួតពិនិត្យផ្ទះមួយគឺពាក់ព័ន្ធជាមួយនឹង finishing work ដូចជាការរៀបឥដ្ឋដូចជាប៊ីតានដូចជាថ្នាំរៀបការ៉ូនៅផ្នែកនេះវិស្វកររបស់យើងមើលលម្អិតមែនតើដូចជារងឈីឆងដូចជាចំណិតតូចតាចគឺវិស្វកររបស់យើងទៅមើលដែរជំហានចុងក្រោយពាក់ព័ន្ធជាមួយនឹងគ្រឿងបំពាក់ការសម្អាតហើយ testing ចុងក្រោយដូចជា testing ប្រព័ន្ធទឹកប្រព័ន្ធភ្លើងម៉ាស៊ីនត្រជាក់សម្ពាធទឹកអីផ្សេងហើយការសម្អាតចុងក្រោយត្រៀមសម្រាប់បកលសៅជូនភ្ញៀវនៅបរិយាយើងខុសប្លែកពីគេអត់មានត្រួតពិនិត្យតែម្ដងនៅចុងក្រោយទេគឺមានត្រួតពិនិត្យផ្ទះលម្អិតមួយវិស្វកររបស់យើងគ្រប់ជំហានទាំងអស់ពីចាប់ផ្ដើមរហូតដល់បញ្ចប់បន្ទាប់ពីការត្រួតពិនិត្យចុងក្រោយពីវិស្វកររបស់យើងមានហត្ថលេខាគ្រប់ជំហានទាំងអស់មានការអញ្ជើញម្ចាស់ផ្ទះមកដើរជាមួយហៅថា walk through ហើយត្រួតពិនិត្យចុងក្រោយជាមួយនឹងម្ចាស់ផ្ទះផ្ទាល់តែម្ដងដោយសារការទិញផ្ទះគឺជាការសម្រេចចិត្តធំមែនទែននៅក្នុងជីវិតរបស់យើងចង់ផ្ដល់ភាពខកដៅហើយមានទំនុកចិត្តខ្ពស់ទៅលើបរិយា William នឹងហើយជាមូលហេតុបរិយា William សម្រេចចិត្តត្រួតពិនិត្យលម្អិតមែនទែនរឹតបន្តឹងជាមួយនឹងការត្រួតពិនិត្យគ្រប់ផ្ទះទាំងអស់គ្រប់ជំហានបើសិនជាលោកអ្នកចង់ត្រួតពិនិត្យគុណភាពសំណង់មកបរិយា William ផ្ទាល់ចង់អញ្ជើញលោកអ្នកតេតជាមួយយើងថ្ងៃនេះអរគុណច្រើនសូមជម្រាបលា